ខ្ញុំយល់ហើយប៉ុន្តែកូននោះមិនមែនជាកូនរបស់ម៉ាក់គឺជារបស់ប្អូនប្រុសបងប្អូនថ្លៃស្រីក្នុងនាមជាបងប្រុសច្បងវាមិនល្អទេក្នុងការជ្រៀតជ្រែកកិច្ចការផ្ទះរបស់ប្អូនប្រុសបងជានិច្ចនោះប្អូនប្រុសរបស់ស្វាមីខ្ញុំឈ្មោះវៃវៃវិញគាត់ជាពូកែដោះខ្លួនគ្រប់រឿងដល់ល្បីល្បាញម្នាក់ត្រូវតែបែងចែកឲ្យផ្ចាស់គាត់ធ្លាប់កិច្ចវិការទទួលខុសត្រូវប៉ុន្តែចូលធ្វើជាមេគេបន្ទាប់ពីខ្ញុំរំលឹកគាត់រួចស្វាមីខ្ញុំក៏បានបោះបង់នេះម្យ៉ាងចេញកម្លាំងហើយមិនប្រកាសបានល្អទេមិនមែនមនុស្សគ្រប់គ្នាសុខចិត្តធ្វើវាទេអូននិយាយត្រូវសំបីបងអាចរៀនមើលថែកូនបានហេតុអ្វីគាត់មិនអាចជួយបានទេត្រូវហើយប្តីអូនមើលថែកូនឥឡូវនេះពូកែជាងអូនទៀតស្វាមីខ្ញុំញឹមដោយអៀនខ្មាស់ល្មមកូនស្រែកយំហើយគាត់ក៏ប្រញាប់ប្រញាល់ទៅបង្ហាញស្នាដៃរបស់គាត់កូនយ៉ាងម៉េចហើយប៉ាមកហើយបន្ទាប់នៅក្នុងខែថែបានល្អរាងកាយរបស់ខ្ញុំបានប្រសើរជាងមុនសុខភាពល្អជាងមុនក្រោយពីស្វាមីបានរួមជីវិតគ្រួសារកាន់តែច្រើនចំពោះកូនអារម្មណ៍ស្និទ្ធស្នាលក៏កាន់តែជ្រៅទៅគាត់មិនត្រឹមតែខំប្រឹងអស់ពីសមត្ថភាពដើម្បីដាក់កូនប្រុសមានឈ្មោះថាវៃជឺមូឈ្មោះនេះបង្កប់នូវការស្គាល់ដ៏ល្អមានលីភាពកក់ក្ដៅហើយថែមទាំងបានជួយកូនប្រុសធ្វើស្នាមដៃស្នាមជើងនិងប៊ិចសក់ទីរុកទៀតយ៉ាងលឿនមកដល់ថ្ងៃចេញខែព្រោះខ្ញុំនិងប្អូនថ្លៃស្រីខ្ញុំសម្រាប់ថ្ងៃដូចគ្នាពិធីចេញខែនេះក៏ធ្វើមួយគ្នាមួយខែហើយមិនបានជួបម្ដាយក្មេកមីងលីននិងប្អូនថ្លៃស្រីមើលទៅហាក់ដូចជាអស់កម្លាំងខ្លាំងមើលទៅក្រោយសម្រាលកូនប្អូនថ្លៃស្រីមិនត្រឹមតែត្រូវមើលថែកូនដោយខ្លួនឯងប៉ុណ្ណោះទេក៏ត្រូវដោះស្រាយជាមួយម្ដាយក្មេកនិងម្ដាយខ្លួនទៀតពិតជាលំបាកទាំងខ្លួននិងចិត្តបងថ្លៃស្រីមើលទៅសម្រាប់ខែល្អណាស់មើលទៅមានសុខភាពល្អជាងមុនជីវិតរបស់អ្នកមានគឺពិតជាមិនដូចមនុស្សធម្មតាយើងអាចធ្វើបាននោះទេជាទម្លាប់ល្បិចធម្មតារបស់លីនជួយជៀននាំអ្នកជុំវិញស្អប់នរណាម្នាក់នាងតែងតែលើកគ្រួសាររបស់ខ្ញុំមកនិយាយអ្វីហ្នឹងគ្រួសារខ្ញុំមានតែ2នាក់ថែទាំចំណែកអ្នកមានសាច់ញាតិដល់ទៅ3នាក់មើលថែតើប្អូនមានអ្វីមិនពេញចិត្តចំពោះការជួយថែរបស់ម៉ែក្មេកអូនមិនសប្បាយចិត្តទេចង់ញុះញង់ការស្អប់ខ្ពើមចឹងធ្វើជាមួយគ្នាទៅសំឡេងខ្ញុំក៏បានកើនឡើងម៉ែក្មេកស្ដាប់ឮហើយទឹកមុខមិនល្អគាត់បានសម្លឹងមើលទៅប្អូនថ្លៃស្រីចោទខ្ញុំផ្ដេសផ្ដាសម៉ែក្មេកបានមើលថែខ្ញុំក្នុងអំឡុងចូលខែនោះជាអ្វីមួយដែលនាងមិនបានទទួលដូចខ្ញុំត្រូវហើយខ្ញុំពិតកោតសរសើរណាស់មើលចុះចេញខែទឹកមុខល្អណាស់គ្រាន់តែមុខស្លេកលឿងបន្តិចរង្វង់ខ្មៅភ្នែកធ្ងន់ពេកបន្តិចលីនជួយជៀនខឹងខ្លាំងណាស់រហូតដល់មុខនាងឡើងក្រហមហើយគាត់អោបកូនស្រីទៅរកសាច់ញាតិខាងម្ដាយរបស់នាងនិងមិត្តភ័ក្តិរបស់នាងអូយចៅស្រីច្បងរបស់ខ្ញុំភ្ញាក់ហើយអ្នកទាំងអស់គ្នាមើលភ្នែករបស់នាងភ្លឺថ្លាណាស់ធំឡើងប្រកបទៅជាក្មេងស្រីតូចឆ្លាតវៃម្នាក់មិនដូចកូនដែលដឹងតែគេងទេច្បាស់ជាភ្លើពាក្យជេរនេះដូចជាច្បាស់ពេកហើយកូនប្រុសរបស់ខ្ញុំដេកបានតាំងពីតូចទំនេកគាត់គុណភាពល្អគឺជាទីរោគដែលមនុស្សគ្រប់គ្នាស្ងប់សរសើរគឺជាក្មេងស្រួលមើលថែមកវែកញែកអំពីទីរោគនាពេលបច្ចុប្បន្ននេះដូចជាលឿនពេកហើយខ្ញុំមិនខ្វល់ជាមួយមនុស្សល្ងងនិយាយពីរឿងនេះទេខ្ញុំអោបកូនប្រុសទៅលេងខាងជីតានិងពូរបស់គាត់សាច់ញាតិ3គ្រួសារបានជួបជុំគ្នាពិធីចេញខែនេះរៀបតឡើង60តូបបាថាមិត្តចំនួនជាច្រើនមិនបានអញ្ជើញផងតាមទំនៀមទម្លាប់ក្នុងស្រុកយើងត្រូវអបកូនទៅទនីមួយជួបសាច់ញាតិចាស់ទុំដែលរៀបការហើយនិងផ្ដល់អាំងប៉ាវក្រហមតាមឡើយបន្ទាប់ពីបានជួបខាងសាច់ញាតិម្ដាយក្មេករួចទីរោគ2នាក់ត្រូវអោបទៅកាន់ខាងផ្ទះម្ដាយរៀងខ្លួនឲ្យព្រឹទ្ធាចារ្យមើលមិននឹកស្មានថាប្អូនថ្លៃគ្មានភាពអៀនខ្មាស់ទូចចង់ដល់តាមកូនប្រុសខ្ញុំទៅជួងខាងសាច់ញាតិម្ដាយខ្ញុំនៅពេលដែលខ្ញុំមិនដឹងថាត្រូវកិច្ចរបៀបម៉េចបងប្រុសខ្ញុំបានយកកូនពីដៃរបស់នាងឈរស្ងៀមនៅនឹងកន្លែងសម្លឹងមើលទៅលីងឈួយជៀនភ្នែកត្រជាក់មើលទៅនាងដូចដាក់ផ្លាកសញ្ញានេះថាហាមចូលប្អូនថ្លៃក៏បោះបង់គំនិតចង់តាមយកអាំងប៉ាវនេះបន្ទាប់ពីដើរមួយជុំរួចកូនប្រុសបានប្រមូលអាំងប៉ាវបានកូរឡើងដូចភ្នំតូចមួយក៏មានគ្រឿងតុបតែងមាសជាច្រើនផងដែរក្រឡេកមើលប្អូនថ្លៃភាពខុសគ្នាពិតជាគួរឲ្យកត់សម្គាល់ណាស់ភ្នែករបស់ប្អូនថ្លៃរហ័សចង់ចេញភ្លើងបានឆេះចេញហើយបន្ទាប់ពីពិធីជប់លៀងរួចប៉ានិងបងប្រុសក៏ជូនភ្ញៀវចេញទៅហើយនៅសល់តែគ្រួសារ8នាក់យើងប្អូនថ្លៃចាប់ផ្ដើមការសម្ដែងរបស់នាងអូយគម្លាតរវាងអ្នកមាននិងអ្នកក្រពិតជាឃើញតាំងពីជំនាន់ក្មេងហើយមើលអំណោយរបស់ជឿមូមិនដឹងថាច្រើនជាងធានយើងប៉ុន្មានដងទេមកពីម៉ែមិនបានការចាប់កំណើតមិនល្អខ្ញុំមិនអីទេខ្ញុំគ្រាន់តែព្រួយបារម្ភធានធំឡើងអន់ចិត្តនិយាយរួចនាងក៏ធ្វើពុតជាជូតទឹកភ្នែកចេញសុទ្ធតែកូនចៅរបស់គ្រួសារវារបស់ខ្ញុំមិនអាចចិត្តទំអៀងនិងអយុត្តិធម៌ទេស៊ីឈៀងឯងនិយាយមើលត្រូវទេអត្ថន័យម្ដាយក្មេកគឺច្បាស់ណាស់ចង់ឲ្យខ្ញុំចែកកូនប្រសារស្រីល្អរបស់គាត់នៃអាំងប៉ាវទាំងនោះដើម្បីបង្ហាញធានបានទទួលអំណោយចំនួនដូចគ្នាជាតិមុជលីងជួយជៀនបានអាំងប៉ាវច្រើនក៏មិនឃើញនាងសម្ដែងច្រើនចឹងផងម្ដាយក្មេកនិយាយត្រូវការអប់រំកូនគឺត្រូវតែប្រព្រឹត្តដោយយុត្តិធម៌ប៉ុន្តែចានទឹកមួយនេះមិនសំដៅទៅលើមនុស្សដូចគ្នាទេផ្ដល់ឲ្យកុមារទាំងពីរនៅបរិមាណដូចគ្នាហេតុអ្វីបានជាម្ដាយក្មេកអាំងប៉ាវទៅធានច្រើនជាងកូនរបស់ខ្ញុំច្រើនម្ល៉េះកម្រាស់អាំងប៉ាវច្បាស់ណាស់មិនត្រូវទេរបស់ផ្សេងសុទ្ធតែជាទឹកចិត្តគ្រួសារខាងម្ដាយរបស់ខ្ញុំនេះដូចគ្មានអុយតាក់ទងនឹងធានទេពួកគាត់និងមូគឺជាក្រុមគ្រួសារតែមួយតែចំពោះធានមិនមែនជារឿងដូចគ្នាទេលោកប្តីបងនិយាយមើលស្វាមីខ្ញុំសម្លឹងមើលអាំងប៉ាវម្ដាយរបស់គាត់ឲ្យធាននិងមូក៏យល់ពីអ្វីដែលកំពុងកើតឡើង
គ្រួសារយើងមិនដែលខ្វល់ពីចិត្តលំអៀងម្ដាយក្មេកទៅលើប្អូនប្រុសនិងប្អូនថ្លៃស្រីទេនេះជាសេរីភាពរបស់ម្ដាយក្មេកខ្ញុំប៉ុន្តែគាត់មិនអាចគាត់លំអៀងហើយឲ្យយើងទាំងពីរស្មើភាពចំពោះកូនទាំងពីរទេម៉ាក់អ្នកចង់ចែកអាំងប៉ាវទ្រព្យសម្បត្តិខាងគ្រួសារស៊ីឈីងនេះវាមិនសមរម្យទេប្រសិនបើប្អូនប្រុសមានបញ្ហាហិរញ្ញវត្ថុខ្ញុំជាបងប្រុសច្បងខ្ញុំសុខចិត្តជួយប៉ុន្តែសូមកុំយកលេសកូនអីប្អូនប្រុសភ្លាមនោះមិនសប្បាយចិត្តទេយ៉ាងណាមិញគាត់គឺជាមនុស្សម្នាក់ដែលមានអំនួតចង់បានតែធ្វើមិនចង់បាននេះគឺខាងផ្ទះបងស្រីថ្លៃទេតើតាក់ទងអ្វីជាមួយនាងកុំលូកដៃវែងពេកខ្ញុំមិនទាន់បានឲ្យលុយអ្នកចាយគ្រប់គ្រាន់ទេនិយាយរួចក៏ប៉ែខ្លួនចេញទៅម្ដាយក្មេកនិងប្អូនថ្លៃស្រីគ្មានជំរើសអ្វីក្រៅបានដើរតាមក្រោយចេញខែចប់ខ្ញុំក៏បានជួលអ្នកភូមិបងមីងលីងឲ្យមកផ្ទះយើងធ្វើជាអ្នកមើលថែក្មេងនៅផ្ទះជាតិមុនមូគឺដោយសារតែម្ដាយក្មេកស្រឡាញ់ខ្លាំងមិនដោយតាមចិត្តអូនថ្លៃស្រីមិនខ្វល់ខ្ញុំអ្វីផ្ដេសផ្ដាស់តែងឈឺស្គមនេះជាតិនេះក្រោមការថែទាំខ្លាំងរបស់យើងមូមានសុខភាពល្អហើយត្រៀមចូលរៀនថ្នាក់មត្តេយ្យឲ្យហើយប៉ុន្មានឆ្នាំនេះការស្រាវជ្រាវរបស់ស្វាមីជាគាត់រវល់ក៏ដោយឲ្យតែគាត់នៅផ្ទះខ្ញុំតែងតែឲ្យគាត់នៅជាមួយមូនិងអារម្មណ៍ចំពោះមូកាន់តែស្និទ្ធស្នាលខ្លាំងជាងជាមួយធានធាជាតិមុនទៀតនៅក្នុងវិទ្យាស្ថានស្រាវជ្រាវឬទៅធ្វើការឲ្យតែមានពេលតែងតែទូរស័ព្ទមកមូធ្វើឲ្យគាត់មានដឹងពីការលូតលាស់របស់កូនឲ្យដូចយើងបានចូលរួមជាមួយគ្នាចឹងទីបំផុតខ្ញុំនិងស្វាមីបានជ្រើសរើសផ្ទះមួយនៅជិតសាលាមត្តេយ្យឲ្យសិក្សាភាសាសិក្សាមួយឆ្នាំថ្លៃសេវាគឺ20,000តម្លៃនេះនៅក្រោមស្ថានភាពសេដ្ឋកិច្ចនាសម័យនោះវាជាកម្រិតតម្លៃខ្ញុំទៅខ្ពស់ហើយមួយថ្ងៃបន្ទាប់ពីចុះឈ្មោះចូលរៀនម្ដាយក្មេកខ្ញុំមកដល់ផ្ទះខ្ញុំមើលថាពួកឯងចុះឈ្មោះមូចូលរៀននៅថ្នាក់មត្តេយ្យសិក្សាពីភាសាតម្លៃសិក្សាវាថ្លៃណាស់មែនហើយខ្ញុំនិងបវិនមានកូនតែម្នាក់គត់ផ្អែកលើប្រាក់ចំណូលរបស់យើងសាលាមត្តេយ្យឲ្យមានតម្លៃសមរម្យប៉ុន្តែគ្រួសារវ័យរបស់យើងមិនមានតែមូមួយទេចុះធានវិញត្រូវខ្ញុំផ្អាកមួយសន្ទុះចម្លើយនេះធ្វើឲ្យភ្នែកម្ដាយក្មេករបស់ខ្ញុំឡើងភ្លឺគាត់កំពុងស្រមៃចង់បានអ្វីតែគូគិតហើយខ្ញុំមិនទាន់បានសួរប្អូនថ្លៃស្រីថាគាត់ធានចុះឈ្មោះចូលរៀននៅសាលាតែឲ្យមួយណាទឹកមុខម្ដាយក្មេកទាំងផ្លឹកប៉ុន្មានវិនាទីក្រោយមកកូនទាំងពីរបានកើតនៅថ្ងៃតែមួយចូលរៀនថ្នាក់មត្តេយ្យឲ្យជាមួយគ្នាតើវាមិនល្អជាងទេថាន័យចង់ឲ្យខ្ញុំជួយចិញ្ចឹមកូនប្អូនប្រុសហើយការពិតតាមស្ថានភាពរបស់យើងចិញ្ចឹមថែមក្មេងមួយទៀតក៏មិនប៉ះពាល់ដល់គុណភាពជីវិតរបស់យើងទេប៉ុន្តែពេលខ្ញុំគិតពីធានធាជាតិមុនធ្វើដាក់ខ្ញុំយ៉ាងម៉េចបេះដូងខ្ញុំជឿចាប់ខ្លាំងណាស់នោះជាអ្វីដែលខ្ញុំបានចំណាយថែទាំយ៉ាងយកចិត្តទុកដាក់ពេញមួយជីវិតចង់ឲ្យខ្ញុំចំណាយលុយដើម្បីចិញ្ចឹមក្រពើវង្វេងបឹងមួយជីវិតគុំសង្ឃឹមម្ដាយក្មេកក៏ចង់ឲ្យឈានចុះឈ្មោះសាលាមត្តេយ្យឲ្យមូមែនទេបានតើម្ដាយក្មេកញឹមដោយក្តីពេញចិត្តហើយបន្ទាប់មកឈប់វិញប្រហែលជាដោយសារខ្លាចដូចលើកមុនចាំខ្ញុំឲ្យលេខទូរស័ព្ទរបស់នាយកសាលាទៅប្អូនប្រុសពេលនោះខ្ញុំនឹងនិយាយជាមួយនាយកសាលាពេលនោះប្អូនប្រុសនិងប្អូនថ្លៃស្រីនាំឆែនទៅចុះឈ្មោះទៅបានហើយម្ដាយក្មេកឮពាក្យសម្ដីរបស់ខ្ញុំបានផ្ទុះឡើងដោយការខឹងសម្បារថ្លៃសិក្សាថ្លៃណាស់ប្អូនប្រុសឯងមិនមានលទ្ធភាពទៅមិនមានលទ្ធភាពទេនៅចង់ចុះឈ្មោះម៉ែរំពឹងឲ្យពួកយើងបងថ្លៃសិក្សារបស់ឈៀនឯងធ្វើបងប្រុសនិងបងថ្លៃស្រីជួយប្អូនប្រុសមានអ្វីខុសទៅវាគ្មានអ្វីទេប៉ុន្តែម៉ែប្រកាសឲ្យប្អូនប្រុសត្រូវការពួកខ្ញុំជួយខ្ញុំខ្លាចថាធ្វើឲ្យបាត់បង់មុខមាត់ដ៏ថ្លៃថ្នូររបស់ប្អូនប្រុសទេម្ដាយក្មេកខ្ញុំគិតអំពីចរិតកូនប្រុសពៅរបស់គាត់នោះបានទីថាខ្ញុំចាប់ចំណុចទន់របស់កូនប្រុសពៅទៅលាតត្រដាងរឿងនេះទៅគាត់ក៏ស្ទាក់ស្ទើរទឹកមុខរបស់គាត់បានផ្លាស់ប្ដូរទន់ភ្លន់សូឈីងការពិតម៉ាក់ក៏បានឃើញប្អូនប្រុសឯងវាលំបាកហើយប្រពន្ធវាក៏មិនពូកែដូចឯងទេជួយគ្រប់គ្រងវាមិនបានដូច្នេះគាត់បានសម្រេចចិត្តខ្លួនឯងសូមពួកឯងជួយឈែនផងវាគឺជាក្មេងឆ្លាតណាស់ពេលធំឡើងនឹងដឹងគុណពួកឯង